កាន់តែមានគេឈ្មោះតិចទៀតស្រាប់តែមានដូចថាអ្នកដែលមានជំរឿនល្អជាងគូតដឹងយើងគាត់មកញ៉ែអីចឹងទៅតើវាអាចធ្វើឲ្យគូអង្គើដល់ស្នេហាយើងទេសម្រាប់ចំហយើងនឹងនៅតែស្រឡាញ់គូតដឹងយើងឬក៏អាចថាពេលវេលានឹងផ្លាស់ប្ដូរថ្ងៃក្រោយទៀតអត់ទេបងខ្ញុំអត់គិតរឿងហ្នឹងទេពាក្យមានមនុស្សផលល្អជាងគួរទៅដឹងខ្ញុំទៀតតែគ្រាន់តែថាខ្ញុំដែលអត់ចាប់អារម្មណ៍ហ្នឹងហើយពីអ្នកខ្ញុំទុកចិត្តគ្នាអត់ដែរចេះគិតថាចង់មានអ្នកថ្មីគេថាទុកជាប់ពាក្យយូរទៅចេះចង់បែកគ្នាអីហ្នឹងក៏ថាអត់ទេអត់ទេអញ្ចឹងសម្រាប់នីឡាផ្ទាល់មានន័យថាទោះបីជាមានរឿងអីក៏នៅតែការពារគូទៅនឹងដែរណាមានរឿងអីក៏ដែរក៏អត់មានទៅចោលណាជឿជាក់ប្រហែល%ដែរព្រោះដោយសាររយៈពេលវាយូរពេកទេណាខ្ញុំជឿជាក់100%ណាទីឡាគ្នាអាយុប៉ុន្មានហើយខ្ញុំ17ខែ7នេះខ្ញុំចូល18ហើយបាទ18ហើយចូលដល់ពេលគូតដឹង23លីឡាមានការបកស្រាយវាខ្លះចំពោះអ្នករិះគន់លើ Facebook ដែលថាលីឡាធ្វើពីការនេះមានការនិយាយរៀបពាក្យអត់ត្រូវហើយមានការកាត់សួរសំណួរទៅប៊ុនសេហាដែលសួរអត់ត្រូវរឿងនៅពេលដែលធ្វើការនេះលើឆានត្រីថ្ងៃមុនណាខ្ញុំគិតថាសំណួរប៉ុណ្ណឹងវាមានអីខុសខ្លាំងទេបងសម្រាប់ខ្ញុំតែខ្ញុំដឹងថាគេចង់លាក់ប្រវត្តិគេឬមួយក៏មិនតែសំខាន់តារាយើងអាចលាក់ប្រវត្តិបានទេមនុស្សមិនល្បីដោយសារការលាក់បាំងប្រវត្តិទេបងមូលហេតុនេះបានលីឡាសួរសំណួរហ្នឹងទៅប៊ុនសេហាឬក៏គេការសួរលេងឬក៏យ៉ាងម៉េចដែរខ្ញុំឃើញលើបណ្ដាញ Facebook គេផថាបងប៊ុនសេហាហ្នឹងមានកូនហើយគេថាគាត់ហ្នឹងគេដឹងថាគេផាឲ្យគាត់គេថាគាត់ចេះចុះបាយហ្នឹងតែកាលណាតារាល្បីចេះតែមានតែពាក្យថាចេះថាចុះតែមានពាក្យរីកូនអញ្ចឹងក៏ខ្ញុំសួរហ្នឹងចង់ឲ្យគាត់បកស្រាយនៅរឿងទាំងអស់ហ្នឹងខ្ញុំមានបំណងអាក្រក់ទៅសួរគាត់ចង់ដឹងប្រវត្តិគាត់ថាម៉េចអីប៉ុន្តែត្រូវបានបងរតនៈកាត់សម្ដីបងណៃតើពេលនោះមានអារម្មណ៍មិនដែរអន់ចិត្តទេក៏យ៉ាងម៉េចដែរអត់មានអីបងធម្មតាហ្នឹងអីធម្មតាទេខ្ញុំអត់មានបំណងអីថាទៅខឹងគាត់អន់ចិត្តមួយគាត់អីហើយអ្វីដែលទស្សនិកជនឬមួយក៏ fan របស់ខ្ញុំថាឲ្យខ្ញុំថាចិត្តតែជនហ្នឹងក៏ខ្ញុំអត់ខឹងដែរពួកអីធ្វើអីក៏ដោយបើសិនជាមិនមានការខុសទេគេថាអត់កើតចឹងហ្មងអីក៏អត់មានដូចថាយកមានបទពិសោធន៍ណាហ្នឹងហើយដោយសារតែមើលទៅវិធីការនេះក្នុងកម្មវិធីដែលឯងកាន់ហ្នឹងហាក់ដូចជាអត់សង់តង់គ្នារឿងសំណួរអីចឹងតើយើងនឹងមានវិធានការទៅជែកគ្នានៅក្រុមឆាយថែមទៀតដើម្បីកុំឲ្យមានការកាត់សម្បាក់ដែលមើលទៅវាដូចជាបញ្ញភាសាស្វែងហៅបំបាក់អាទឹកចិត្តរបស់ឯងដែលខំសួរសំណួរមួយហ្នឹងណាចាអត់អីទេបងតិចទៀតហ្នឹងបើខ្ញុំនឹងប្រាប់ពួកគាត់ថាឡើងទៅឲ្យញ៉ាំវាសងតាមគ្នាព្រោះអីអត់បានសមពីក្រោមទៅនិយាយចាហើយម្យ៉ាងទៀតអាជីពខ្ញុំមិនខាងហ្នឹងខ្ញុំអ្នកកប្លែងដល់ពេលឲ្យតែខ្ញុំទៅធ្វើពិធីការនីអញ្ចឹងវាពិបាកតិចឯងបាទអញ្ចឹងទៅបើសិនជាមានការខុសឆ្គងអីសូមពុកម៉ែបងប្អូនទាំងអស់គ្នាកាន់តែអភ័យទោសផងពួកអីទៅតែលើកទី1ទេដែលខ្ញុំឡើងធ្វើពិធីការនីឲ្យ live ផ្ទាល់ទេបើសិនជាថតទុកអាហ្នឹងអត់អីទេមានការខុសឆ្គងអីប៉ាខ្ញុំអាចប្រាប់បានហើយអ្វីដែលគេនិយាយថាខ្ញុំនឹងចូលតាមប៉ាខ្ញុំបើសិនជាខ្ញុំអត់មានទេពកោសល្យក៏ប៉ាខ្ញុំជំរុញមកការដែរបាទអរគុណ5រឿង5រឿងនៃរឿងនេះ